សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់មកអាប់ដេតទៅនឹងព័ត៌មានទៅនៅស៊ូដង់នៅគ្នាដែលសម្រាប់មនុស្សរង្គាលហើយចំពោះវីដេអូខ្ញុំនិយាយកាត់ហ្នឹងគ្នាដោយសារតែខ្ញុំសង្ខេបអញ្ចឹងវីដេអូនេះខ្ញុំចង់និយាយបានរៀងវែងជាងមុនតិចទៅនឹងសង្គ្រាមនៅក្នុងស៊ូដង់ហ្នឹងគឺបានកើតឡើងតាំងពីខែមេសាឆ្នាំ2023មកម៉េះអ្នកគ្នាប៉ុន្តែវារៀលដានរហូតទោះឥឡូវហ្នឹងវាកាន់តែខ្លាំងទៅអញ្ចឹងណាហើយចំពោះសង្គ្រាមហ្នឹងគឺជាប្រភេទសង្គ្រាមស៊ីវិលដែលបង្កឡើងដោយដែលបង្កនេះគឺដើម្បីដណ្ដើមអំណាចអ្នកគ្នាជាមួយនឹងមនុស្សដែលមានអំណាចពីរក្រុមទី1មានឈ្មោះថាកងកម្លាំងប្រដាប់អាវុធរបស់ស៊ូដង់អ្នកគ្នាដែលអង់គ្លេស Sudan Army Force ដែលមានពាក្យកាត់ASAF អ្នកគ្នានេះគឺជាកងទ័ពរបស់រដ្ឋាភិបាលរបស់ស៊ូដង់ហ្មងអ្នកគ្នាហើយនឹងមួយក្រុមទៀតកងកម្លាំងរហ័សអ្នកគ្នា Rapid Support Force អ្នកគ្នាដែលមានពាក្យកាត់OFF អ្នកគ្នាគឺជាក្រុមយោធាប៉ារ៉ាអ្នកគ្នាដែលមានអត្តពលមែនទែននាំដោយឧត្តមសេនីយ៍ម៉ាត់ហាម៉ាន់អ្នកគ្នាមហាម៉ាត់ហ៊ូម៉ាន់ដេងកាលូអ្នកគ្នាខ្ញុំមិនដឹងថាអានត្រូវអត់ទេឈ្មោះពិបាកហៅមែនទែនហើយខ្ញុំភ្លេចបញ្ជាក់កងទ័ពរបស់រដ្ឋាភិបាលមិញដែលគ្រប់គ្រងដោយAdil Fastas Al Buhan អ្នកគ្នាឈ្មោះពិបាកហៅអ្នកគ្នាខ្ញុំអត់សូវអានភាសាហ្នឹងអញ្ចឹងណាចាំបើខុសទោះឲ្យកុំប្រកាន់អ្នកគ្នាហើយនឹងពួកក្រុមពួកគេនឹងធ្លាប់ជាមិត្តមហាមិត្តភាពមួយគ្នាអញ្ចឹងនេះតាំង2021ប៉ុន្តែក៏មានចំនួនទាក់ទងនឹងផ្ទៃក្នុងដែលគាត់ដាក់បន្តទ័ពចូលគ្នាអត់បានអញ្ចឹងណាគ្នាហើយឥឡូវនេះគឺក្រុមទាំងពីរហ្នឹងគឺមានការឆ្លោះគ្នាពេលដែលសម្រាប់ប្រជាជននៅគ្នាពេលដើរទៅគឺបាញ់ឆៅហ្មងហើយអ្នកគ្នាអាចទៅឆែកនៅក្នុងបណ្ដាញសង្គម X ដែលហៅថា Twitter ពីមុនហ្នឹងនេះសើចតែពាក្យថាសូដង់ឥឡូវហ្នឹងទៅគឺចាញ់ហើយគឺសាហាវដោយសារក្នុងកម្មវិធី X ហ្នឹងគឺអាចផុសបានសេរីអ្នកគ្នាអញ្ចឹងអ្នកគ្នាចង់ដឹងគ្នាអាចឆែកបន្ថែមហើយឥឡូវនេះគឺសូម្បីតែអង្គការសហប្រជាជាតិអីគឺស្ងាត់ឈឹងហ្មងពេលដែលខ្ញុំសួរ AI បន្ថែមអញ្ចឹងថាមិនបានអត់មានបណ្ណាគេជួយសោះអញ្ចឹងតាំងពី2023រហូតដល់ឥឡូវគឺគេបានអះអាងថាគឺគេអត់មានប្រដាប់អាវុធអត់មានថវិកាគ្រប់គ្រាន់ដើម្បីមកជួយអញ្ចឹងទៅវា unfair គ្នាវាបើយើងប្រៀបធៀបវាមិនដឹងថាប្រៀបធៀបបានអត់រវាងប៉ុលពតយើងវាស្តៀងអញ្ចឹងដែរនេះគាត់ថានេះវាអំណាចពីរឆ្លោះគ្នាប៉ុន្តែបើប៉ុលពតហ្នឹងប៉ុលពតវាគ្រប់គ្រងប្រជាពលរដ្ឋយើងអញ្ចឹងទៅប៉ុន្តែនេះគឺវាដដើមគ្នាកាន់អំណាចហើយពេលមកសម្រាប់ប្រជាពលរដ្ឋដែលគាត់អត់ដឹងអីណាគ្នាហើយពួកវាគឺឆៅហ្មងគឺថាឃើញគឺឲ្យថាខាំមិនមែនជាប៉ាពួករបស់វាគឺវាបាញ់ចោលហ្មងសាហាវមែនតើអញ្ចឹងវីដេអូនេះគឺខ្ញុំលំអិតបានតែប៉ុណ្ណឹងដោយសារវាមានរឿងស៊ីជម្រៅជាច្រើនទៀតអ្នកគ្នាអាចទៅឆែកតាម website នេះអ្នកគ្នាវាយតែពាក្យសូដង់រាច់ណាក៏ចាញ់មកដែរអ្នកគ្នាហើយខ្ញុំបញ្ជាក់នេះដោយសារតែមានគេនិយាយច្រើនមកហើយគាត់តែខ្ញុំនិយាយបន្ថែមអញ្ចឹងបើសិនសម្រាប់អ្នកគាត់អត់ទាន់ដឹងអីចឹងទៅអ្នកគាត់ follow ខ្ញុំគាត់អាចមើលពីខ្ញុំបានប៉ុន្តែនៅក្នុង TikTok នៅក្នុងបណ្ដាញសង្គមណាអ្នកគ្នាវាយតែពាក្យសូដង់មួយទៅគឺចាញ់មកហើយអញ្ចឹងវីដេអូហ្នឹងអរគុណអ្នកគ្នាជម្រាបលាបាយ